អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញមកបញ្ជាក់ថាពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជានិងវៀតណាមដោយការផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025នេះបានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមថ្មីៗនេះដែរថាវៀតណាមកំពុងតែអនុវត្តនៅគម្រោងសាងសង់ផ្លូវកាត់សមុទ្រភ្ជាប់ពីកោះទីនហៃនៃខេត្តអានយ៉ាងទៅកាន់កោះហ្វូគូឬកោះត្រល់ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជាវៀតណាមឆ្នាំ1982អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើការបំភ្លឺថាតាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាមនិងព័ត៌មានផ្ដល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញគឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរដោយការផ្សព្វផ្សាយលើបណ្ដាញសង្គមនោះទេអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថារូបភាពសំណង់ផ្លូវកាត់សមុទ្រដែលឃើញចែកចាយផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមគឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀនខេត្តអានយ៉ាងទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀនដែលស្ថិតនៅក្នុងទឹកដីវៀតណាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្នើឲ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសពីការពិតនេះដែលអាចបង្កឲ្យមានការយល់ខុសនិងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម